ជាបឋមខ្ញុំបកណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុត្តរគ្រប់ព្រះអង្គទាំងក្នុងនៅក្រៅប្រទេសដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាទានសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងក្នុងនៅក្រៅប្រទេសទាំងអស់ជាទីគោរពជាទីស្រឡាញ់រាប់អានហើយអ្វីដែលខ្ញុំនិយាយថ្ងៃនេះគឺប្លែកទៀតហើយប្លែកនឹងប្លែកយកតែមែនតែនប្លែករហូតដល់យើងក្នុងនាមយើងជាពុទ្ធធម្មានុកជននិយាយចង់តដិតបងប្អូនក្នុងនាមយើងជាអ្នកគោរពស្រឡាញ់ពុទ្ធសាសនាហ្នឹងគឺថានឹកស្មានអត់ដល់ប៉ុន្តែរឿងរ៉ាវខ្លះដែលយើងនឹកស្មានអត់ដល់រឿងរ៉ាវទាំងអស់នោះនៅប្រទេសគេជារឿងធម្មតាទៅវិញថ្ងៃនេះចង់ប្រគេនលោកម្ចាស់គ្រប់ព្រះអង្គដែលគង់នៅតាមអារាមតាមវត្តផ្សេងទៀតបើសិនជាលោកម្ចាស់គ្រប់ព្រះអង្គអត់មានថៃកង់ឡានឬក៏ចង់និមន្តទៅណាមានឡានខ្លួនឯងហើយមានឡានផ្ទាល់ព្រះអង្គហើយត្រូវនិមន្តទៅភ្នំពេញនិមន្តទៅនេះទៅនោះអាចទំនាក់ទំនងមកខ្ញុំបកណាខ្ញុំបាទនេះឲ្យជូនបានខ្ញុំកណាមានបានបើកបរខ្ញុំកណាមានបទពិសោធន៍នៅក្នុងការបើកបរហើយធ្លាប់ប្រសង់លោកពឹងពរឲ្យជូនទៅនេះទៅនោះអីចឹងទៅតកតងជាមួយនឹងថ្ងៃនេះវាតាំងពីម៉ោង5ព្រឹកបងប្អូននៅខេត្តកំពង់ឆ្នាំងប៉ុន្តែអ្នកដែលបង្កគ្រោះបង្កបញ្ហានៅខាងខេត្តពោធិ៍សាត់នោះហើយជាប្រសង់ដែលគ្រោះថ្នាក់ចរាចរណ៍មួយនៅម្ដុំទឹកហូតនៅខាងខេត្តកំពង់ឆ្នាំងរបស់យើងនឹងនៅស្រុកកំពង់តឡាចនៅទឹកហូតដោយប្រសង់មួយអង្គដែលគេស្គាល់ថាពនាមប្លង់សឿនគង់នៅខាងខេត្តពោធិ៍សាត់នោះស្រុកតឡូសែនជ័យនៅវត្តស្រះរំដេងនៅម្ដុំបត់រំដួលហ្នឹងបងប្អូនស្គាល់ហើយបត់រំដួលចេញពីសំរោងទៅក៏បានចេញអំពីបាក់អញ្ជៀនហ្នឹងក៏ត្រូវដែរបត់រំដួលហ្នឹងគឺទីរួមស្រុកតឡូសែនជ័យនឹងឯងចេញពីផ្សារបត់រំដួលទៅបន្តិចដល់ទីរួមស្រុកថ្មីគឺស្រុកតឡូសែនជ័យហើយវត្តបាត់ដេញហ្នឹងគឺនៅក្នុងឃុំតឡូសែនជ័យហ្នឹងនៅក្នុងមានឃុំតឡូសែនជ័យហើយម្ដុំហ្នឹងគឺខ្ញុំស្គាល់ច្បាស់ដោយសារខ្ញុំចេញចូលធ្វើដំណើរទៅវិញទៅមកពីកវាញពីពោធិ៍សាត់ហ្នឹងទៅបាត់ដំបងទៅរុក្ខគិរីដោយសារដីខ្ញុំមាននៅរុក្ខគិរីហ្នឹងបាត់ដំបងអញ្ចឹងព្រះសង្ឃលោកមាន2ព្រះអង្គហើយមានកុហកនោះមានប្រសក់នោះ3នាក់សរុបទាំងអស់5អង្គអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ដោយឡាន COV បើកបុកពណ៌ទឹកប្រាក់បើកបុកអ្នកជិះម៉ូតូហើយអ្នកជិះម៉ូតូអាទ្រីម 125cc នោះមានដឹកគ្នា2នាក់ទៀតបុកមកទៅហឹងចូលទៅក្នុងបន្លាយតែអត់មានទឹកបុកមកទៅហឹងតាំងពីម៉ោង5ព្រឹកបន្ទាប់អំពីបុកម៉ូតូ 125cc ម៉ាកទ្រីមនឹងហើយឡានរបស់ព្រះអង្គហ្នឹងក៏រេចង្កូតទៅបុកអត្រាទ័រគូប៊ូតានោះមកគ្រឿងទៀតបើកបអញ្ចឹងនឹងអ្មេចទេទៀនហើយទៀនឥឡូវយើងនិយាយតាក់ទងជាមួយនឹងថៅខុសអត់លោកបើកបរឡានលោកខុសអត់លោកបើកបរយានយន្តអញ្ចឹងលោកបើកឡានខ្លួនឯងអញ្ចឹងខុសអត់ពិតប្រកេនលោកម្ចាស់គ្រប់ព្រះអង្គជម្រាបពុកម៉ែបងប្អូនជនរួមជាតិថានៅក្នុងសម័យពុទ្ធកាលអត់មានឡានទេមានតែយានព្រះលោកហាមយានហាមភិក្ខុសាមណេរនឹងបរយានមានន័យថារទេះគោទៅដោយដំរីទៅដោយសេះទៅដោយគោទៅដោយអីចឹងទៅអានឹងលោកហាមឃាត់ប៉ុន្តែមិនមែនជាការត្រូវអាបត្តិធំដុំបរាជិកសង្ឃាទិសេសឬក៏អាបត្តិដែលមិនអាចសម្ដែងចេញនោះទេអញ្ចឹងព្រះលោកហាមប៉ុន្តែឥឡូវនេះសម័យនេះមានឡានហើយខ្ញុំនិយាយរឿងរឿងទី1ស្រុកខ្មែរគឺសម្រាប់ព្រះសង្ឃគឺអត់មានច្បាប់ឲ្យព្រះសង្ឃបើកឡានទេអត់ទាន់មានច្បាប់ឲ្យព្រះសង្ឃលោកបើកឡានខ្លួនឯងនោះទេតែបើទិញឡានទិញអីអាចដាក់ឈ្មោះព្រះអង្គបានប៉ុន្តែនៅអាមេរិកកាំងប្រាំងកាណាដាអូស្ត្រាលីព្រះសង្ឃលោកអាចនិមន្តបើកឡានខ្លួនព្រះអង្គបានប៉ុន្តែខុសគ្នាយ៉ាងម៉េចបានជាថាស្រុកគេឲ្យព្រះសង្ឃបើកឡានហើយស្រុកខ្មែរអត់ឲ្យព្រះសង្ឃបើកឡានដោយសារនៅស្រុកគេនឹងយោងតាមស្ថានភាពជាក់ស្ដែង
ស្រុកគេនៅអាមេរិកក្តីនៅអូស្ត្រាលីក្តីនៅបារាំងក្តីនៅប្រទេសផ្សេងៗនៅអឺរ៉ុបនៅលោកខាងលិចអីហ្នឹងគឺថាពុទ្ធបរិស័ទខ្មែរយើងវាតិចយើងដឹងហើយប្រជាពលរដ្ឋរបស់យើងតិចនៅស្រុកគេមកប្រទេសមានប្រទេសខ្លះមានប្រមាណ10000នាក់ប្រមាណ10000នាក់អញ្ចឹងទៅប្រមាណ1000នាក់អញ្ចឹងទៅអញ្ចឹងហើយពុទ្ធបរិស័ទតិចហើយគេរវល់ធ្វើការងារគ្រប់ម៉ោងគ្រប់ពេលព្រោះនៅអាមេរិកនៅអីហ្នឹងគឺថាអត់អាចយកពេលវេលាមកបើកឡានប្រគេនលោកបានវាស់ល្ងាចទេលើកលែងតែសៅរ៍អាទិត្យឬក៏គេមានម៉ោងមានពេលរបស់គេដែរសម្រាប់អ្នកអត់ធ្វើការគេរកស៊ីគេបើកហាងដូណាត់ហាងអីចឹងទៅដែលគេមានពេលប៉ុន្តែជាទូទៅគឺมันមានពេលគ្រប់គ្រាន់ដើម្បីបើកប្រគេនលោកទេអញ្ចឹងអាមេរិកច្បាប់ដឹងច្បាប់អត់មានអីទេអ្នកឯងរស់អ្នកឯងត្រូវខំប្រឹងធ្វើការរកស៊ីទទួលទានខ្លួនឯងអញ្ចឹងហើយប្រសង់លោកអាចបើកឡានខ្លួនលោកបានបើកឡានខ្លួនព្រះអង្គបានខ្វះអីប្រសង់ដែលជាអតីតមិត្តភក្តិខ្ញុំធ្លាប់រៀនធ្លាប់អីជាមួយគ្នានឹងក៏គោកក្តីនៅអាមេរិកហើយលោកនិមន្តទៅលោកដែលទៅគង់នៅអាមេរិកហ្នឹងគឺថាលោកនិមន្តបើកឡានទៅរៀនខ្លួនព្រះអង្គនិមន្តទៅផ្សារបើកឡានខ្លួនព្រះអង្គចឹងទៅប៉ុន្តែនៅស្រុកអាមេរិកបារាំងនៅស្រុកអីហ្នឹងដែលខ្ញុំបាទសួរទៅលោកម្ចាស់ហ្នឹងថាមូលហេតុអីបានគេឲ្យលោកបើកឡានទៀតថាអត់ទាស់ទេព្រោះអាមេរិកវាអត់ប្រកាន់ថាលោកមិនលោកទេសំខាន់គឺ license ខ្មែរយើងហៅថាបានបើកបរណាអញ្ចឹងតកតងជាមួយនឹងថារៀនបាន license រៀនបានបើកបរគេឲ្យបើកហើយច្បាប់របស់គេអញ្ចឹងនៅក្នុងអញ្ចឹងប្រជាពលរដ្ឋណាក៏ដោយឲ្យតែមានសិទ្ធិអាចរស់នៅបាននៅទីនោះហើយមានបានបើកបរមានអីហ្នឹងគឺអាចបើកបានទាំងប្រសង់ទាំងកុហកប៉ុន្តែគេបើកដោយសារអីដោយសារប្រសង់លោករៀនច្បាប់បើកបរត្រឹមត្រូវរៀនអំពីច្បាប់ទម្លាប់ឬក៏រៀនអំពីដៃចកោតនឹងច្បាស់លាស់តែពេលណាគួរបើកលបឿនប៉ុណ្ណាបើកនៅផ្លូវនេះលបឿនប៉ុណ្ណេះហើយវ៉ាយ៉ាងម៉េចអីយ៉ាងម៉េចហើយឡានស្រុកអាមេរិកយើងដឹងហើយទំនើបវាល្អជាងយើងអញ្ចឹងបើកទៅអត់មានគ្រោះថ្នាក់អីទេហើយអាមេរិកកាលណាក្តីតាំងពីឥណ្ឌាទៅក្តីដោយខ្ញុំធ្លាប់និយាយចឹងថាឥណ្ឌាតឹងរឹងខ្លាំងណាស់តាក់ទងបានបើកបរនេះបើថាកាលណាធ្លាក់ហើយឬក៏ជួបបញ្ហាគ្រោះថ្នាក់ហើយមិនងាយស្ដារបានវិញទេគេដកបន្ទុកដកអីចឹងទៅអញ្ចឹងប្រសងក៏ដែរលោកគង់នៅនោះលោកត្រូវការនិមន្តទៅណាទៅណីបើសិនជាជួបបញ្ហាឬក៏ថាចេះតែនិមន្តបើកប្រេះបរោះបើកទៅពីទៅពីហ្នឹងគឺថាអត់ត្រូវច្បាប់គេផាកពីណីគេលែងឲ្យបើកបរទៀតហើយឥឡូវយើងសរុបសេចក្តីមកវិញថាស្រុកខ្មែរយើងមូលហេតុអីបានថាមិនឲ្យបើកបរខ្ញុំក៏អត់ដឹងដែរព្រោះខាងក្រសួងធម្មការនិងសាសនាខាងប្រមុខរដ្ឋាភិបាលខាងមន្ត្រីសង្ឃលោកមិនទាន់មានច្បាប់នឹងដោយសារស្រុកខ្មែររបស់យើងបើតាមខ្ញុំគិតទេណានៅស្រុកខ្មែររបស់យើងមានបសក់ច្រើនមានកុហកច្រើនមានប្រជាពលរដ្ឋច្រើនមានអ្នកនៅជួយប្រសង់នឹងច្រើនតាជីយាយជីឬក៏បងប្អូននឹងគឺថាមានច្រើនអាចឆ្លៀតពេលឆ្លៀតវេលាហ្នឹងទៅជួយបើកលោកបានអញ្ចឹងណាទៅជួយបើកលោកបានលោកចង់និមន្តទៅនេះទៅនោះធម្មតាព្រះគ្រូចៅអត្តការឬក៏ប្រសង់អង្គណាដែលលោកល្បីល្បាញមានមុខមានមាត់ក្នុងសង្គមមាននេះចឹងទៅលោកមានបច្ច័យមុនទេសនាទេអីចឹងទៅលោកមានបច្ច័យមានអីទិញឡានទិញអីឬក៏ញាតិញោមទិញប្រគេនចឹងទៅអញ្ចឹងលោកអាចឲ្យកូនសិស្សកូនគុណឬក៏ថាអ្នកស្រុកអ្នកភូមិដែលមានច្បាប់មានទម្លាប់មានបានបើកបរហ្នឹងបើកបានប៉ុន្តែនៅស្រុកខ្មែរយើងមិនទាន់មានច្បាប់ឲ្យប្រសង់រៀនបើកឡានបានទេអញ្ចឹងហើយប្រសង់មិនអាចបើកឡានបានទេទៀតនៅស្រុកខ្មែរបើកបានតែវាខុសច្បាប់ចរាចរណ៍ណាខុសច្បាប់ចរាចរណ៍ហើយនៅក្នុងពុទ្ធសាសនាលោកម្ចាស់ដឹងហើយថាអាបត្តិមិនមែនអាបត្តិអីធំដុំដែលសំដែងមិនដាច់ទេខ្ញុំមិនចង់និយាយតាក់ទងអាបត្តិតាក់ទងវិន័យលោកអីទេគ្រាន់តែចង់ប្រកេនលោកម្ចាស់គ្រប់អង្គថាបើសិនជាអាចមិនបើសិនជាអាចទេលោកម្ចាស់កុំបើកហើយបងប្អូនសម័យមើលទៅបើកលើផ្លូវជាតិលេខ5ផ្លូវលបឿនលឿនទៀតហើយផ្លូវជាតិលេខ5ហ្នឹងគឺថាមិនមែនបើកជឿទេ
ហើយឡាន COV នេះខ្ញុំជិះតាំងពីឆ្នាំ2014 2015បើកលឿនអត់បានទេត្រឹមដែលខ្ញុំធ្លាប់បើកណាធ្លើមលបឿន9លបឿន8ហ្នឹងគឺថារេចកូតអាសេរីមុនណាមិនមែនអាសេរីក្រោយទេរេចង្កូតហ្នឹងគឺថាពិបាកទប់ណាស់ហើយយើងដឹងហើយឡានចាស់ផលិតតាំងពីឆ្នាំណាឆ្នាំនៃ20 30ឆ្នាំហើយយើងនៅតែបើកនៅតែចរាចរលើទឹកដីលើផ្លូវហើយបើកលឿនទៀតផងតាមស្ដាប់សន្ធឹកមកនោះគឺថាលឿនវីវលឿនអញ្ចឹងហើយលោកម្ចាស់ឡានថ្មីក៏ដោយឡានចាស់ក៏ដោយទៀតមិនគួរបើកទេតាមផ្លូវជាតិខ្ញុំធ្លាប់បើកឡានប្រគេនលោកដែរខ្ញុំទៅបាត់ដំបងអីចឹងព្រះគ្រូចាតកាវត្តកោះកឡហ្នឹងឲ្យតែដឹងខ្ញុំកណាខ្ញុំបាននៅបាត់ដំបងលោកពឹងឲ្យបើកហើយអញ្ចឹងបានខ្ញុំកណាទៅសើណាស់លោកម្ចាស់អង្គខ្លះជាពិសេសលោកម្ចាស់នៅបាត់ដំបងលោកមានធរៈអីលោកសុខចិត្តពឹងកូនសិស្សបើសិនជាទៅកងលោកអត់នៅណាអញ្ចឹងពឹងខ្ញុំទៅខ្ញុំជូនលោកទៅនេះទៅនោះជាងទៅហើយលោកម្ចាស់វត្តសកែចៅអធិការវត្តសង្កែក្រុងបាត់ដំបងហ្នឹងក៏ខ្ញុំអាសាបើកប្រគេនលោកដែរទៅភ្នំពេញឬក៏ទៅនេះទៅនោះអីចឹងទៅអាហ្នឹងអញ្ចឹងប៉ុន្តែលោកមិនដែលទៅទាខ្ញុំកណាឬក៏មិនដែលទៅប្រាប់ខ្ញុំថាអាត្មាចង់សាអាត្មាចង់បើកអាត្មាចង់ចេះអីអត់ផងលោកមិនដែលទេព្រោះលោកមានយើងបើកទៅហើយមួយទៀតលោកដឹងថាវាអត់ត្រឹមត្រូវវាខុសច្បាប់បើសិនជាដោយករណីគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងបើបើកទៅវាស្រួលបួលអត់អីទេដល់ពេលគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងអាចឲ្យសុកហើយទៀតអាចឲ្យសុកហើយលោកម្ចាស់ហើយមិនតែខ្មាស់គេដែរវាលក់កិត្តិយសប្រសង់ទូទាំងខេត្តពោធិ៍សាត់ហ្នឹងហើយលោកម្ចាស់មេគុណខេត្តលោកម្ចាស់មេគុណខេត្តពោធិ៍សាត់ហ្នឹងគឺលោកខ្មាស់គេទៀតហើយព្រះប្រឡាត់នៅស្រុកកវាញលោកម្ចាស់ហ្នឹងខ្ញុំក៏ណាស្គាល់ដែរលោកម្ចាស់ប្រឡាត់គុណខេត្តពោធិ៍សាត់ហ្នឹងខ្ញុំក៏ណាស្គាល់ធ្លាប់ទៅកម្មវិធីអប់រំកម្មវិធីអីហ្នឹងហើយស្និទ្ធស្នាលធ្លាប់ស្គាល់កាលនោះចឹងបានថាដំណើរនឹងចេះដំណើរដើមតងនេះខ្ញុំគិតមិនចេះទេចឹងបាននៅក្នុងឡានហ្នឹងនៅអាកន្លែងចិត្តដៃចកោតហ្នឹងមានស្រាទៀតមានស្រានៅក្នុងឡានប្រហែលកំប៉ុងទៅទៀតអានេះមិនដឹងពូប្រសក់រហូតដល់3នាក់ហើយលោក2អង្គអញ្ចឹងមិនដឹងថាប្រសក់ស្រាហ្នឹងជាស្រារបស់ប្រសក់ទេប៉ុន្តែអ្នកដែលធ្វើដំណើរជាមួយលោកដើរជាមួយលោកមិនគួរផឹកស្រាទេហើយជាពិសេសពេលដែលបើកបរហ្នឹងរឹតតែមិនគួរផឹកស្រាទៅទៀតអញ្ចឹងរឿងស្រានេះសូម្បីខ្ញុំកណាខ្ញុំបាទនេះជាកុហកហ្នឹងមិនផឹកផងយើងអត់ផឹកជាយាមថាមិនផឹកស្រាអញ្ចឹងបានថាស្រាហ្នឹងគឺយើងអត់ប្រកាសថាស្រារបស់លោកឬអីទេវាតលពិនិត្យអកលពិនិត្យអីចឹងប៉ុន្តែគេឃើញស្រាអញ្ចឹងខ្ញុំកណាខ្ញុំបាទសង្ស័យថាស្រាហ្នឹងស្រារបស់កុហកទេរបស់បងប្រសក់ទេហើយឡានហ្នឹងប្រហែលជាប្រសក់ហ្នឹងក៏ជាអ្នកបើកដែរប៉ុន្តែប្រហែលជាលោកសុំសាកសុំអីចឹងណាលោកសុំសាកលោកអាត្មាសុំតេស្តបន្តិចមើលញោមហេមើលកាន់បាត់អាត្មាមើលអាត្មាសុំសាកមកច្រូចអីចឹងទៅសាកទៅមានអីទៅប៉ះអាត្រីម 125cc ពឹបអើយគួរអាណិតគ្នាអ្នកបើកបោគ្នាអត់ដឹងអីនោះហើយទៅបុកគ្នាជួបបញ្ហាទៅប៉ើងដល់បន្លាយដល់អីហ្នឹងហើយខ្ញុំមើលរូបភាពឡានឡើងខ្ទេចហើយអាត្រាក់អីទៅបុកមួយម៉ូតូផ្ទៀតម៉ូតូហើយទៅបុកមួយអាត្រាក់វាខូចឡានខូចអីខ្ទេចហ្នឹងហើយប្រសង់អាពាតមានន័យថារងរបួសធ្ងន់ទាំង5អង្គអ្នកហ្នឹងគឺរងរបួសធ្ងន់ហើយទាំងអស់គ្នាហ្នឹងរងរបួសធ្ងន់ទាំងម៉ូតូទាំងអីហ្នឹងហើយយកទៅសង្គ្រោះនៅទីពេទ្យខេត្តកំពង់ឆ្នាំងអានេះខ្ញុំមើលតាមកសន្តិភាពដែរទេប៉ុន្តែឃើញថ្ងៃហ្នឹងអញ្ចឹងប្រហែលជាស្រាហ្នឹងក៏ស្រារបស់កុហកឡានហ្នឹងក៏កុហកជាអ្នកបើកដែរប៉ុន្តែប្រហែលលោកជាអ្នកសុំអញ្ចឹងខ្ញុំក្រាបសនំពោទៀតកុំឲ្យសោះទៀតផ្លូវស្ងាត់ក៏ដោយផ្លូវមិនស្ងាត់ក៏ដោយជាពិសេសបងប្អូនហើយអាសូរអត់ដែលរៀនបើកឡានអត់មានបានបើកបរអត់មានអីស្រាប់តែទៅបើកលើផ្លូវជាតិលេខ5ទៀតហើយផ្លូវធ្វើស្អាតបើកលឿនម្ដុំទឹកហូតផ្លូវប៉ុណ្ណាណីមកវហើយយើងមានតែដឹងលបឿនអីចឹងណាចេះដឹងថាអូអស់ចាអញ្ចឹង
វាអត់មានអីទេគ្រាន់តែថាប៉ះពាល់ដល់គុណតម្លៃពុទ្ធសាសនាប៉ះពាល់ដល់គុណតម្លៃរបស់ខេត្តពោធិ៍សាត់អីចឹងទៅរបស់ព្រះសង្ឃដែលលោកគង់នៅខាងខេត្តពោធិ៍សាត់ហើយបញ្ជាក់បងប្អូនជនរួមជាតិថាព្រះសង្ឃបើកឡាននេះអត់មានទោសបីអីធ្ងន់ធ្ងរទេគ្រាន់តែថាខុសច្បាប់ចរាចរណ៍ប៉ុណ្ណេះខុសច្បាប់ចរាចរណ៍ហើយកាលណាខុសច្បាប់ចរាចរណ៍ហើយបើប៉ូលីសផាកអាហ្នឹងទៅតាមហ្នឹងទៅហើយដល់ពេលគ្រោះថ្នាក់ចរាចរណ៍ប្រសងបុកអញ្ចឹងឥឡូវណាសងមានតែប្រសងនឹងសងចាតកាវត្តសងអញ្ចឹងប៉ុណ្ណឹងសិនចុះបងប្អូនអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយខុសឆ្គងយ៉ាងណាយ៉ាងណីសូមមេត្តាខន្តីអព្យាស្រ័យលោកម្ចាស់គ្រប់ព្រះអង្គប្រធេរានុត្តរៈគ្រប់ព្រះអង្គទៀតហើយបើសិនជាមែនបើសិនឯកុំនិមន្តបើកបោអីទៀតដរាបណាប្រទេសកម្ពុជាយើងមិនអោយមានច្បាប់ប្រសងបើកឡានលើផ្លូវអញ្ចឹងណាទៀតបើថាព្រះរាជាណាចក្រកម្ពុជាមានច្បាប់ថាលោកម្ចាស់និមន្តទៅរៀនយក license ទៅរៀនយកបានបើកបរដើម្បីបើកឡានលោកម្ចាស់និមន្តបើកចុះខ្ញុំកណាអត់ទោមមនុស្សអត់ខឹងអត់ក្រោធអត់អីទេប៉ុន្តែអ្វីដែលខ្ញុំកណាសុំដោយសារអីដោយសារការបើកបររបស់លោកម្ចាស់គ្រប់ព្រះអង្គដែលខុសណាមិនមែនលោកម្ចាស់ដែលអត់ខុសទេអត់ខុសមានន័យថាលោកម្ចាស់ដែលអត់បើកបរគឺវាអត់មានច្បាប់មានទម្លាប់អត់ដឹងថាវ៉ាស្ដាំយ៉ាងម៉េចវ៉ាឆ្វេងយ៉ាងម៉េចត្រូវសញ្ញោយ៉ាងម៉េចផ្លូវលបឿននេះគេឲ្យកំណត់ឲ្យបើកប៉ុណ្ណេះគឺខុសអញ្ចឹងកុំបើកបរទៀតហើយកុំឲ្យពុទ្ធសាសនាខ្មាស់គេកុំឲ្យពុទ្ធសាសនាខ្មាស់គេឥឡូវនេះឃើញដល់មានស្រាមានអីទៀតគេដាក់ការសង្ស័យហើយបើពិនិត្យទៅមានជាតិអកុលទៀតអាហ្នឹងឆាន់បាយលែងឆ្ងាញ់ទៅឆាន់ស្រាហើយអាហ្នឹងចឹងប៉ុណ្ណឹងហើយខុសឆ្គងយ៉ាងណាយ៉ាងណីមិនមែនចង់ពង្រីកពង្រួមតម្លៃពុទ្ធសាសនាទេគ្រាន់តែចង់ក្រាបថ្វាយបង្គំលោកចាស់គ្រប់ព្រះអង្គថាកុំបើកបរទៀតកុំបើកបរអរគុណទៀតសូមក្រាបថ្វាយបង្គំលានិងជម្រាបលា